សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកចែករំលែកពីរបៀបធ្វើប្រក្រុងដែលមានលក្ខណៈទន់ស្វិតឆ្ងាញ់ដែលបងប្អូនខ្លះគាត់គ្រាន់តែនិយាយពីឈ្មោះថាធ្វើប្រក្រុងគាត់ឆ្ងល់ថាតើដើមប្រក្រុងនឹងមានរូបរាងបែបម៉េចអីបែបម៉េចបានយកមកធ្វើជាបង្អែមប្រក្រុងបានបង្អែមប្រក្រុងគឺងាយស្រួលធ្វើហើយញ៉ាំទៅធ្វើឲ្យត្រជាក់ក្នុងខ្លួនល្អនាងខ្ញុំសូមបង្ហាញពីដើមប្រក្រុងគឺជាដើមវល្លិដែលនាងខ្ញុំដាំបាន3ដើមនៅក្នុងផើងមុខផ្ទះដែលដាំរយៈពេលជាង1ឆ្នាំហើយកំពុងតែមានផ្កាហើយនិងផ្លែនៅពេលដែលផ្លែទុំនាងខ្ញុំនឹងបណ្ដុះជាកូនដាំបន្តទៀតហើយស្លឹកនាងខ្ញុំបេះយកតែស្លឹកដែលចាស់ចាស់ដែលពណ៌បៃតងចាស់ល្អទេចំពោះស្លឹកខ្ចីគឺនាងខ្ញុំទុកធ្វើលើកក្រោយទៀតស្លឹកដែលបេះបានមានចំនួនស្លឹកប្រក្រុងដែលបេះបានមានចំនួនប្រហែលកន្លះខាំនាងខ្ញុំបានលាងទឹកស្អាតនិងបានយកមកច្របាច់ធ្វើជាហួយហើយនាងខ្ញុំបានដាក់ទឹកដែលបានដាំពុះទុកឲ្យត្រជាក់ចំនួន1លីត្រនិងបានលាយទឹកក្តៅអ៊ុនៗបន្តិចចំពោះរូបមន្តគឺស្លឹកព្រះក្រុង1ខាំបងប្អូនអាចដាក់ទឹកបានចំនួន2លីត្រដែលទឹកហ្នឹងបងប្អូនចង់ដាក់ទឹកដាំពុះទុកឲ្យត្រជាក់ក៏បានឬក៏ប្រើទឹកសុទ្ធក៏បានច្របាច់ស្លឹកឲ្យម៉ត់ដើម្បីយកទឹកចេញពីស្លឹកនេះយកទៅធ្វើជាចំហួយប្រក្រុងនៅពេលច្របាច់ម៉ត់ហើយនាងខ្ញុំបានយកកន្ត្រងមួយចាក់ត្រង់កាកប្រក្រុងនឹងចេញហើយដាក់ថាសស្អាតមួយដើម្បីចាក់ទឹកប្រក្រុងចូលបងប្អូនក៏អាចប្រើស្បៃឬក៏ក្រមាសម្រាប់មកត្រងប្រក្រុងបានដែរនាងខ្ញុំប្រើកន្ត្រងដែលមានក្រឡាល្អិតចាក់ទឹកប្រក្រុងចូលឲ្យអស់ហើយពូតយកកាកប្រក្រុងចេញដល់ពេលដែលពូតកាកប្រក្រុងហើយនាងខ្ញុំដាក់ទុកខាងក្រៅរយៈពេល2ម៉ោងឬក៏បងប្អូនអាចយកទាំងថាសទៅដាក់ក្នុងទូទឹកកកក៏បានដែរដើម្បីឲ្យប្រក្រុងកកប៉ុន្តែនាងខ្ញុំគឺដាក់នៅខាងក្រៅបើឃើញមានពពុះបែបនេះបងប្អូនអាចដួសពពុះចេញបានតែនាងខ្ញុំភ្លេចដួសពពុះចេញរយៈ2ម៉ោងក្រោយមកគឺប្រក្រុងបានកកហើយទន់ស្វិតល្អនាងខ្ញុំបានយកកាំបិតកាត់ជាដុំៗដើម្បីដាក់ចានគឺទន់ស្វិតហើយនាងខ្ញុំបានបន្ថែមទឹកដោះគោស្រស់បន្ទាប់មកទៀតនាងខ្ញុំបានបន្ថែមទឹកកកបង្អែមមួយចាននេះគឺនាងខ្ញុំអត់បានបន្ថែមស្ករសទេគឺញ៉ាំលក្ខណៈសាបៗដើម្បីសុខភាពត្រជាក់ក្នុងខ្លួនល្អវីដេអូនាងខ្ញុំបានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា